ជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមថ្ងៃនេះខ្ញុំគ្រូបុរាណសូមបង្ហាញអំពីរោគសញ្ញានៃជំងឺកាពះពោះវៀនដែលកើតមាននៅក្នុងខ្លួនតើបញ្ហាដែលកើតមាននៅក្នុងខ្លួនជារោគសញ្ញាដែលបង្ហាញឲ្យយើងដឹងអាការៈថាយើងឈឺកាពះវាមានសញ្ញាបែបណាខ្លះតោះបងប្អូនមកយល់ដឹងជាមួយខ្ញុំទាំងអស់គ្នាបាទទី1នៅពេលដែលបងប្អូនចាប់ផ្ដើមឆ្អល់នៅក្នុងកាពះលមូលនៅក្នុងកាពះភើមកជូរអីចឹងទៅឬក៏ឧស្សាហ៍ស្ងាបគេងអត់ស្កប់រួយនៅបោះដៃផតញ័របេះដូងពេលខ្លះមានបែកញើសស្អិតអីចឹងណាហើយជួនកាលបត់ជើងទៅរាកជួនកាលទៅទល់ខ្យល់អីចឹងទៅបញ្ហាទាំងអស់ហ្នឹងគឺជាសញ្ញានៃជំងឺកាពះពោះវៀនហើយអញ្ចឹងណាគឺជាសញ្ញានៃកាពះពោះវៀនមានសញ្ញាផ្សេងទៀតដែលវាកើតឡើងដែរខ្ញុំអត់បានរៀបរាប់អស់ទេប៉ុន្តែប្រមាណចំណុចដែលខ្ញុំរៀបរាប់ហ្នឹងគឺជាបញ្ហាដែលកើតមាននៅក្នុងខ្លួនគឺជាសញ្ញាដែលផ្ដល់ដំណឹងឲ្យយើងដឹងថាវាជាបញ្ហាកាពះពោះវៀនដូច្នេះបងប្អូនត្រូវតែដោះស្រាយបញ្ហានឹងឲ្យបានទាន់ពេលវេលាកុំបណ្តែតបណ្ដោយព្រោះធម្មតាជំងឺដែលកើតមាននៅក្នុងខ្លួនកាលណាតែពេលដែលយើងបណ្តែតបណ្ដោយវាអាចនឹងវិវត្តទៅជារឿងអីផ្សេងទៀតអាចជាលក្ខណៈធ្ងន់ធ្ងរអញ្ចឹងត្រូវតែដោះស្រាយវាហើយបាទកុំຕົកខាតពេលមានបញ្ហាដល់ខ្លួនអញ្ចឹងណាកុំឲ្យសិនបាទពាក្យចាស់ថាសិនវែងជាងព្យាមណាអញ្ចឹងដូចគ្នាដែរអញ្ចឹងបើសិនជាយើងមានហើយគួរតែត្រូវតែមិនគួរតែត្រូវតែព្យាបាលវាឲ្យបានទាន់ពេលវេលាជិះវៀងយើងមានបញ្ហាធ្ងន់ធ្ងរទៅខាងមុខអញ្ចឹងណាថ្ងៃមុខវាអាចទៅជាបញ្ហាផ្សេងធ្ងន់ធ្ងរហួសពីវិស័យអ្វីដែលយើងអាចព្យាបាលបានទៀតក៏មានដែរអញ្ចឹងណាកុំមើលងាយជំងឺបាទកុំមើលងាយជំងឺអាហ្នឹងគឺជាបញ្ហាកាពះពោះវៀនជារោគសញ្ញារបស់វាហើយក៏ជាសារដាស់តឿនពីខ្ញុំគ្រូសុទ្ធបុរាណផងដែរបាទសូមអរគុណ